សូមលោកអ្នកប្រុងប្រយ័ត្នរបស់4យ៉ាងដែលអ្នកមិនគូទិញក្នុងផ្សារទំនើបបន្ទាប់បីជាវាត្រូវបានគេលក់ថោកប៉ុណ្ណាក៏ដោយទី1ពពុះផ្លែឈើដែលបានបកឬចិតសំបករួចលោកអ្នកនាងច្បាស់ជាធ្លាប់បានឃើញនៅពពុះផ្លែឈើដែលបានបកសំបកឬក៏ចិតសំបករួចនឹងបានវេចខ្ចប់យ៉ាងស្អាតត្រឹមត្រូវដាក់លក់នៅក្នុងផ្សារទំនើបជាមួយនឹងរូបរាងនិងពណ៌ដ៏ស្រស់គួរឲ្យទាក់ទាញដែលបង្កភាពងាយស្រួលក្នុងការទិញនិងងាយស្រួលក្នុងការទទួលទានបានភ្លាមៗផងដែរក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះលោកអ្នកនាងក៏ត្រូវដឹងដែរថាគុណភាពនៃផ្លែឈើទាំងនេះវាមិនសុទ្ធសឹងតែមានលក្ខណៈដូចគ្នាទាំងអស់នោះទេគឺវាអាចជាសំណល់នៃផ្លែឈើដែលមានស្នាមជាំឬបង្ហាញសញ្ញានៃការខូចផ្នែកណាមួយដែលត្រូវបានគេកាត់ចោលដូច្នេះមានតែបំណែកដែលមានសុខភាពល្អឬមានរូបរាងល្អប៉ុណ្ណោះដែលអាចដាក់តាំងនៅលើថាសនិងរំថងវេចខ្ចប់យ៉ាងស្អាតសម្រាប់ការដាក់លក់ក្នុងការបញ្ចុះតម្លៃលើតែពីនេះបើទោះបីជាពពុះផ្លែឈើដែលបានបកសម្បកឬក៏ចិតសម្បករួចមើលទៅស្រស់ល្អដែលផ្ដល់នូវភាពទាក់ទាញយ៉ាងណាក៏ដោយក៏ប៉ុន្តែតាមពិតទៅរសជាតិរបស់វាជារឿយៗត្រូវបានកាត់បន្ថយយ៉ាងខ្លាំងនិងបាត់បង់នូវសារធាតុសំខាន់ៗដែលមាននៅក្នុងវាដែលល្អសម្រាប់សុខភាពរាងកាយរបស់យើងផងដែរទី2ទឹកដោះគោលក់បញ្ចុះតម្លៃចំពោះទឹកដោះគោដែលបានលក់បញ្ចុះតម្លៃជួនកាលគេលក់ក្នុងតម្លៃទាបបំផុតស្ទើរតែមិនគួរឲ្យជឿនិងធ្វើឲ្យយើងសម្រេចចិត្តទិញវាក្នុងបរិមាណច្រើនក៏ព្រោះតែយើងគិតថាវាចំណេញប៉ុន្តែប្រសិនបើលោកអ្នកនាងមិនអាចប្រើប្រាស់អស់ឬក៏ទទួលទានអស់ក្នុងរយៈពេលដ៏ខ្លីទេនោះសូមលោកអ្នកកុំសង្វាតទិញវាច្រើនពេកអីដើម្បីជៀសវាងការខ្ជិះខ្ជាយហើយម្យ៉ាងទៀតនោះលោកអ្នកនាងក៏ត្រូវតែប្រុងប្រយ័ត្នផងដែរចំពោះពពុះទឹកដោះគោទាំងអស់នោះក៏ព្រោះតែវាអាចជិតដល់ថ្ងៃកាលបរិច្ឆេទកំណត់នៃការប្រើប្រាស់ដែលយើងតែងតែហៅភាសាសាមញ្ញថា Hot Delay ហើយពេលដែលយើងទទួលទានវាទៅនោះវានឹងបណ្ដាលឲ្យខូចសុខភាពរបស់យើងទី3ពពុះអាហារសមុទ្រកកលក់បញ្ចុះតម្លៃគ្រឿងសមុទ្រវាគឺជាមុខម្ហូបដែលមានមនុស្សជាច្រើននិយមចូលចិត្តហើយនៅពេលដែលយើងឃើញពួកវាត្រូវបានគេដាក់លក់បញ្ចុះតម្លៃក្នុងរូបរាងជាគ្រឿងសមុទ្រកកច្បាស់ណាស់វានឹងមានភាពទាក់ទាញហើយយើងច្បាស់ជាចង់ទិញវាជាមិនខាននោះឡើយក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នចំពោះពពុះអាហារសមុទ្រដែលបានលក់បញ្ចុះតម្លៃទាំងអស់នេះគឺពួកវាអាចត្រូវបានទុកចោលយូរឬក៏សល់យូរថ្ងៃហើយគុណភាពអាហាររូបត្ថម្ភក៏បានថយចុះផងដែរទី4ប្រភេទផ្សេងៗនៃទឹកជ្រលក់ដូចជាទឹកជ្រលក់សាច់អាំងជាដើមច្បាស់ណាស់វាបានផ្ដល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់ក្នុងការទទួលទានដោយលោកអ្នកមិនចាំបាច់ចំណាយពេលធ្វើនោះឡើយក៏ប៉ុន្តែលោកអ្នកក៏ត្រូវដឹងផងដែរថាពួកវាក៏មានផ្ទុកទៅដោយជាតិខ្លាញ់និងសារជាតិស្ករច្រើនផងដែរដូច្នេះហើយយកល្អលោកអ្នកគួរតែរៀនពីរបៀបធ្វើទឹកជ្រលក់ដោយខ្លួនឯងនៅផ្ទះដើម្បីកាត់បន្ថយការចំណាយនិងធានាបាននូវសុខភាពល្អក៏ព្រោះតែទឹកជ្រលក់ធ្វើនៅផ្ទះដោយខ្លួនឯងគឺវាមិនមានសារធាតុរក្សាទុកបានយូរនោះទេ